បាទសូមជម្រាបសួរទាំងអស់គ្នាថ្ងៃនេះខ្ញុំកំពុងតែឈរនៅមុខសាលាស្រុកសៀងថរហើយប្រធានបទនៅក្នុងវីដេអូនេះក៏ខ្ញុំចង់និយាយអំពីថាពាក្យស្រីសន្ធរនឹងដែរដូច្នេះសូមបងប្អូនទាំងអស់អញ្ជើញតាមដានជាមួយខ្ញុំថាតើពាក្យស្រីសន្ធរនេះមកពីពាក្យអ្វីឲ្យពិតប្រាកដបាទដំបូងនេះគឺខ្ញុំសូមលើកយករឿងព្រេងបុរាណខ្មែរមួយដែលមហាក្សត្រនៅក្នុងរឿងព្រេងហ្នឹងគឺលំដាប់លេខរៀងលំដាប់លេខរៀងទី10ឈ្មោះមហាក្សត្រហ្នឹងណាគឺលំដាប់រៀងលេខទី10គឺព្រះនាមបទុមវរវង្សបទុមវរវង្សអញ្ចឹងគឺជាស្ដេចមួយនៅក្នុងរឿងព្រេងទេប៉ុន្តែបើតាមដំណើររឿងថាព្រះអង្គបានឡើងសោយរាជ្យនៅក្នុងគ្រិស្តសករាជឆ្នាំ460អញ្ចឹងបើ460មានន័យថានៅក្នុងសម័យនគរភ្នំហើយឬក៏សម័យអាណាចក្រភ្នំអញ្ចឹងរឿងមានដំណើរដូចតទៅមានន័យថានៅពេលដែលព្រះអង្គឡើងសោយរាជ្យហ្នឹងមានថ្ងៃមួយព្រះអង្គចង់ចេញទៅក្រសាលនៅឆ្នេរទន្លេនៅក្នុងឯកសារគេដាក់ថាឆ្នេរទន្លេធំអញ្ចឹងទន្លេធំនេះគឺសំដៅទៅលើទន្លេមេគង្គដែលនៅបន់ស្ថិតនៅចិត្តគេហៅថាក្រុងលវាអែមសពថ្ងៃហ្នឹងឬក៏ខាងគៀនស្វាយហ្នឹងប៉ុន្តែបើក្នុងឯកសារគឺបញ្ជាក់ថានៅម្ដុំស្រុកស៊ីធរកណ្ដាលក្នុងពេលបច្ចុប្បន្នអញ្ចឹងនៅពេលដែលព្រះអង្គចេញទៅក្រសាលឆ្នេរទន្លេហ្នឹងគឺជាមួយសេនាក៏ដូចជាពលទាហានមាននំមាននាងអីចឹងណាគឺមានគ្នាច្រើនទៅដែរចៃដន្យពេលដែលទៅហ្នឹងក៏បានទៅជួបស្រីស្អាតម្នាក់ណាគេថាស្រីស្អាតមានរូបឆោមឡោមពណ៌ល្អអញ្ចឹងទៅហើយនាងហ្នឹងគេហៅថានាងនាគនេះក៏ពិតទៅជាកូននាគដែលស្ថិតនៅក្នុងឋានប្រជុំនាគនោះអញ្ចឹងថ្ងៃនោះនាងនាគនេះក៏បានផុសចេញពីឋានប្រជុំនាគនឹងមកក៏បានមកឡើងលេងនៅឆ្នេរទន្លេដែរក៏ប៉ុន្តែនាងខ្លាយនាងកាឡាខ្លួនទៅជាមនុស្សកាឡាខ្លួនទៅជាមនុស្សស្រីមួយយ៉ាងស្អាតដល់អញ្ចឹងទៅស្ដេចបទុមវរវង្សនេះឃើញក៏មានចិត្តប្រតិព័ទ្ធណែហាមេត្រីដោយសារតែនាងស្អាតក៏ប៉ុន្តែព្រះអង្គបន្ទាប់ពីបានឃើញនាងនេះដែលជាស្រីស្រស់ស្អាតសោភានឹងហើយព្រះអង្គក៏បានទៅចែចូវមានន័យថាព្រះអង្គមានវិធីទៅចែចូវក្តីដណ្ដឹងតាមប្រពៃណីត្រឹមត្រូវដល់លោកក្រោយមកក៏បានរៀបអភិសេកទៅជាមហេសីទៅអញ្ចឹងរឿងហ្នឹងគឺនៅពេលដែលព្រះអង្គឃើញដំបងហើយគឺព្រះអង្គមានគេហៅថាការចូលទៅស្រីដណ្ដឹងត្រឹមត្រូវតាមប្រពៃណីបន្ទាប់បានคล้ายទៅជាមហេសីហើយទ្រង់ក៏គួរទ្រង់ក៏មានគួរនាងនាគហ្នឹងក៏មានគួរប៉ុន្តែនៅពេលដែលប្រសូតមកគួរហ្នឹងបែរទៅចេញទៅពងធំមួយពងលក្ខណៈពងធំមួយមិនមែនកើតមកជាមនុស្សតែម្ដងទេគឺជាពងប៉ុន្តែពងហ្នឹងដល់ពេលញាស់មកបានចេញជាមនុស្សបានចេញជាមនុស្សណាហើយមនុស្សហ្នឹងក៏ក្រោយមកព្រះអង្គបានដាក់ឈ្មោះឬក៏ដាក់ប្រនាមថាពញារោងអញ្ចឹងពញារោងនេះគឺពាក់ព័ន្ធទៅនឹងគេហៅថាជាមួយថៃដែរពេលដែលបានបុត្រាជាពញារោងនឹងហើយក៏ព្រះអង្គនឹកឃើញទៅដល់គេហៅថាអនុស្សាវរីយ៍ល្អតែព្រះអង្គបានចាប់ប្រតិព័ទ្ធជាមួយនាងនាគហ្នឹងកាលនៅឯឆ្នេរទន្លេធំហ្នឹងអញ្ចឹងព្រះអង្គដើម្បីរំលឹកទៅដល់អនុស្សាវរីយ៍នេះព្រះអង្គក៏បានប្រែក្លាយតំបន់វិហារសួរនេះទៅជាស្រុកស្រីសឈរឬក៏ខេត្តស្រីសឈរបាទស្រុកស្រីសឈរឬក៏ខេត្តស្រីសឈរវិញអញ្ចឹងរឿងព្រេងគឺបានបញ្ជាក់អញ្ចឹងឯងណាបានបញ្ជាក់អញ្ចឹងឯងគឺប្រែក្លាយពីតំបន់ព្រះវិហារសួរនេះទៅជាស្រុកឬក៏ជាខេត្តស្រីសឈរបាទអានេះជារឿងទី1បាទរឿងទី2គឺជារឿងពិតនៅក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលស្ថិតនៅក្នុងរាជបបាទស្រីសកុនបត្តិហើយស្រីសកុនបត្តិនេះកាលពីដំបូងឡើងគឺឈ្មោះថាចៅពញាដាំខាត់អញ្ចឹងទេព្រះអង្គគ្រប់គ្រងចន្លោះពីឆ្នាំ1504ដល់ឆ្នាំ1512ក៏ប៉ុន្តែបានតែ5ឆ្នាំទេដែលប្រទេសមានការភាពសុខសាន្តក្រោយមក4ឆ្នាំគឺបានធ្វើសង្គ្រាមជាមួយស្ដេចកនហើយទីបំផុតមេទ័ពស្ដេចកននឹងបានទៅធ្វើឃាតព្រះអង្គបាននៅឯបន្ទាយស្ទឹងសែននៅក្នុងខេត្តអសតុកដែលបច្ចុប្បន្ននេះគឺជាខេត្តកំពង់ធំអញ្ចឹងដំណើររឿងដែលពាក់ព័ន្ធនឹងនាងសឬក៏នាងពៅឈ្មោះដើមថានាងពៅហ្នឹងគឺនៅពេលដែលព្រះអង្គស្រីសកុនបត្តិជាមួយនឹងសេនាពលនាម៉ឺនទាហានអីចឹងទៅបានទៅថ្វាយបង្គំព្រះនៅឯវត្តមួយកន្លែងនៅពេលដែលព្រះអង្គទៅថ្វាយបង្គំព្រះនៅឯវត្តមួយកន្លែងហ្នឹងហើយបានតោតទៅឃើញនាងស
មានន័យថាគេបញ្ជាក់ថាគឺជាស្រីដែលស្រស់ស្អាតសោភាម្នាក់ហើយក្នុងឯកសារបញ្ជាក់ថាស្រីកមុំទៀតណាស្រីកមុំដ៏ស្រស់ស្អាតម្នាក់ដែលនាងឈរនៅឯខឿនបាហាមួយហៀងទៅដែលព្រះអង្គអាចទៅឃើញណាដល់អញ្ចឹងទៅឃើញថានាងសនេះមានរូបឆោមពណ៌ស្អាតស្រស់ស្អាតជាស្រីមួយដែលគ្រប់លក្ខណៈល្អត្រឹមត្រូវអញ្ចឹងទៅក៏ព្រះអង្គនេះចាប់ដើមមានចិត្តប្រតិព័ទ្ធស្នេហាស្រឡាញ់នាងសនឹងឯងឬក៏ហៅថានាងពៅនឹងឯងបន្ទាប់ពីព្រះអង្គមានចិត្តប្រតិព័ទ្ធនឹងហើយព្រះអង្គក៏ស្វែងរកឬក៏ស៊ើបសួរថានាងសឬក៏នាងពៅនឹងជាបុត្រីឬកូនស្រីរបស់អ្នកណាអញ្ចឹងណាបន្ទាប់ពីព្រះអង្គស៊ើបទៅក៏ដឹងថានាងពៅឬក៏នាងសនេះគឺជាកូននាយគឹមកូននាយគឹមជាមួយនឹងនាងបានណានាយគឹមហើយនឹងនាងបានបើតាមឯកសារគឺនាយគឹមនេះក៏ជាមន្ត្រីរាជការមួយដែរដែលមានឋានៈត្រឹមតែជាអុកលួងមន្ត្រីស្នេហាអញ្ចឹងណាអញ្ចឹងបន្ទាប់ពីប្របាទស្រីសកលបុត្រដឹងថាកូននាយគឹមហើយក៏ឲ្យនាយគឹមនឹងមកគាល់ទៅពេលមកគាល់ទៅព្រះអង្គក៏បាននិយាយអំពីហឫទ័យព្រះអង្គដែលមានចិត្តប្រតិព័ទ្ធទៅលើនាងសឬក៏នាងពៅហ្នឹងអញ្ចឹងទៅក៏ឪពុករបស់នាងសហ្នឹងយល់បន្ទាប់ពីដឹងយ៉ាងហើយគឺឪពុកនាងសគឺនាយគឹមនឹងគាត់សប្បាយចិត្តណាគាត់សប្បាយចិត្តខ្លាំងណាហើយគាត់ក៏ព្រមលើកនាងសហ្នឹងឲ្យទៅធ្វើជាស្នំឯករបស់ព្រះបាទស្រីសកលបុត្រហ្នឹងទៅអញ្ចឹងបន្ទាប់ពីព្រះបាទស្រីសកលបុត្រនេះបានលើកនាងសឲ្យទៅជាស្រីស្នំឯកអញ្ចឹងទៅក៏ឯកសារខ្លះនាងសនេះឯងក៏คล้ายឈ្មោះទៅជានាងស្នំឯកកេសរបុប្ផាឬក៏ស្នំឯកនាងសឬនាងពៅអញ្ចឹងណាបាទឯកសារខ្លះថាឈ្មោះស្នំឯកកេសរបុប្ផាហើយក្នុងនោះដែរព្រះអង្គបានលើកងារឬក៏បន្ថែមងារទៅឲ្យនាយគឹមនេះទៅជាព្រះវិជ័យនាគចំណែកឯម្ដាយនាងសហ្នឹងក៏បានតម្លើងឋានៈទៅជាអ្នកម៉ែបានអញ្ចឹងហើយបានជានៅតំបន់ខាងវិហារសួរនោះក៏មានវត្តម៉ែបានហើយនឹងមានវត្តព្រៃបាំងអីជាដើមហើយក្នុងនោះដែរដើម្បីគេហៅថារំលឹកនឹកឃើញនៅអនុស្សាវរីយ៍ដោយរឿងនាងនាគឯបទុមបវងហ្នឹងបទុមវរវងហ្នឹងព្រះអង្គនឹងឯងបានប្រែក្លាយតំបន់វិហារសួរទៅជាតំបន់មួយដែលមានឈ្មោះហៅថាខេត្តស្រីសឈរណាខេត្តស្រីសឈរគឺអាហ្នឹងគឺតាមដំណើររឿងអញ្ចឹងហើយបើតាមឯកសារប្រវត្តិសាស្ត្រគេថាតំបន់ព្រះវិហារតែមួយទេតំបន់ព្រះវិហារសួរសំទោសគឺតំបន់ព្រះវិហារសួរតែមួយទេតែមានឈ្មោះរហូតដល់ទៅ3គឺឈ្មោះថាទួលបាសានផងឈ្មោះស្រីសឈរផងនិងឈ្មោះស៊ីធឬក៏សីសន្ធរនឹងផងអញ្ចឹងដោយសារតែឯកសារទាំងពីរហ្នឹងឬក៏មានឯកសារផ្សេងទៀតគឺបាននិយាយអំពីថាស្រីសឈរនឹងឯងបានជាអ្នកខ្លះយល់ថាស្រុកស្រីសន្ធរឬក៏ស្រីសន្ធរហ្នឹងคล้ายមកពីពាក្យថាស្រីសឈរទាំងខ្ញុំដែលរៀនពីមុនមកក៏ខ្ញុំយល់ច្រឡំយ៉ាងដូចនេះដែរអូខេអញ្ចឹងទេបន្ទាប់ទៅនេះសូមបងប្អូនទាំងអស់អញ្ជើញមកពិនិត្យទៅលើអត្ថន័យឬខ្លឹមសារនៃពាក្យទាំងពីរដូចតទៅឥឡូវយើងមកមើលខ្លឹមសារនៃពាក្យស្រីសឈរស្រីក្នុងន័យទី1គឺមានន័យថាមនុស្សជាតិដែលមានភេទទីតីពីប្រុសឬខ្ទើយសក្នុងន័យទី1ដែរមានន័យថាដែលមានសម្បុរដូចសម្លៃកបាស់ឈរគឺមានន័យថាខិតពេញចំហឬជើងជាន់ត្រង់អញ្ចឹងតាមន័យតែក្តីនៃពាក្យមួយនេះវាត្រូវនឹងព្រឹត្តិការណ៍ដែរគឺមានន័យថានៅពេលដែលព្រះបាទស្រីសកលបុត្របានយាងទៅគោរពព្រះនៅឯព្រះវិហារនោះគឺព្រះអង្គបានតតឃើញស្រីសម្នាក់ស្អាតឈរនៅឯខឿនវិហារគឺនាងសហ្នឹងឯងហើយក្នុងអត្ថន័យមួយទៀតគឺស្នំឯកកេសរបុប្ផាឬក៏នាងសនឹងឯងគឺទៅឈររងចាំព្រះស្វាមីដែលជាប់ដៃធ្វើសង្គ្រាមឬក៏ឈររងចាំព្រះស្វាមីត្រឡប់មកវិញបាទពាក្យនេះអានថាស្រីយសោថបុរៈឬក៏ស្រីយសោថរបុរៈហើយដល់សម័យក្រោយមកទៀតមកបើសិនជាអត់មានបុរៈនៅពីក្រោយទេគេអានថាស្រីយសោធរ
ពាក្យថាស្រីយសសោធរនេះហើយដែលសាស្ត្រាចារ្យបណ្ឌិតវង្សសុធារាបានអះអាងថាពាក្យថាស្រីសន្ធរគឺមកពីពាក្យនឹងឯងហើយលោកបានបញ្យល់ពីអត្ថន័យយ៉ាងបោះក្បាយយ៉ាងដូចនេះពាក្យថាស្រីយសសោថរៈបរៈគឺមានន័យថាបុរីត្រត្រង់ដោយយសឬក៏កិត្តិយសដ៏មានសិរីអញ្ចឹងទេស្រុកសីសន្ធរយើងនេះក៏មានន័យថាស្រុកត្រត្រង់ដោយយសឬកិត្តិយសដ៏មានសិរីឬក៏មានសិរីមង្គលក៏បានដែរហើយពាក្យស្រីនេះគឺក្នុងន័យទី2ក្នុងន័យទី2ប្រែថាសិរីឬក៏សិរីមង្គលនឹងហើយបាទអញ្ចឹងទេពាក្យថាស្រីយសសោធរនេះនៅពេលដែលខ្មែរយើងអានទៅក៏អានទៅកត់យកតែពាក្យស្រីខាងមុខហើយនឹងធរខាងចុងគឺខាងកណ្ដាលនេះគឺផ្ដាច់បាត់ដោយសារតែខ្មែរយើងទម្លាប់អានពាក្យតែមានពី4ជាងទៅ5ជាងនឹងច្រើនតែកាត់កណ្ដាលចោលអញ្ចឹងមានន័យថាពាក្យថាស្រីយសសោធរនេះសពថ្ងៃនេះបានបន្សល់ទុកនៅ4ទីតាំងទី1ស្រុកសីសន្ធរទី2ស្រុកស៊ីធរកណ្ដាលទី3ឃុំស៊ីធរនិងវត្តស៊ីធរទី4ខេត្តស្រីយសោធរនៅប្រទេសថៃភាគឦសានក៏ប៉ុន្តែនៅក្នុងភាសាថៃគេអានស៊ីទេគេអានស៊ីយសោធរក៏ប៉ុន្តែសំនៀងថៃអត់មានធរទេទៅចេញថនគឺស៊ីយសោធរមានន័យថាគេអានទៅតាមវេយ្យាករណ៍ក្បួនរបស់ថៃគេណាវាខុសពីយើងអានតិចប៉ុន្តែពាក្យដើមគឺពាក្យនឹងហើយបាទបន្ទាប់ពីបងប្អូនបានយល់ពីអត្ថន័យនៃពាក្យទាំងពីរនេះហើយខ្ញុំបាទគាត់តែចង់រំលឹកបន្ថែមបន្តិចថាពាក្យថាយសោថវរៈឬក៏ស្រីយសោថវរៈនេះគឺត្រូវបានបង្កើតឡើងដោយព្រះមហាក្សត្រព្រះនាមយសោវរ្ម័នទី1ឬក៏យើងអានថាយសោវរ្ម័នទី1នៅក្នុងរជ្ជកាលរបស់ព្រះអង្គឆ្នាំ889ដល់900ឈ្មោះរាជនីយសោថវរៈនេះគឺយកតាមព្រះនាមព្រះអង្គផ្ទាល់តែម្ដងគឺយសោវរ្ម័នទី1នឹងឯងអញ្ចឹងខ្ញុំចង់ជម្រាបថារាជនីឈ្មោះថាយសោថវរៈនេះគឺមានភាពល្បីល្បាញខ្លាំងណាស់ហើយបន្តមកក្នុងរជ្ជកាលក្រោយៗទៀតក៏នៅតែប្រើដែរជាពិសេសនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី7ក៏ប្រើឈ្មោះនេះដែរគឺឈ្មោះក្រុងយសោថវរៈហ្នឹងក៏ប៉ុន្តែគ្រាន់តែព្រះអង្គដូរទីតាំងមិញគឺនៅគេហៅថានៅសម័យឬក៏រជ្ជកាលយសោវរ្ម័នទី1នេះគឺនៅភ្នំបាខែងដែលយកភ្នំបាខែងទៅជាផ្សិតឬជាផ្នូរនៃរាជធានីប៉ុន្តែនៅសម័យជ័យវរ្ម័នទី7ក៏ដូរទៅក្នុងបរិវេណប្រាសាទបាយ័នសពថ្ងៃនឹងឯងឬក៏ហៅនៅក្នុងបរិវេណនគរធំគ្រាន់តែគេថែមទៀតគឺត្រង់ថាគេហៅថាក្រុងអង្គរទី3មិនត្រឹមតែសម័យព្រះបាទជ័យវរ្ម័នទី7ទេដែលប្រើឈ្មោះនេះហើយបន្តមកទៀតក៏នៅសម័យរជ្ជកាលផ្សេងក៏នៅតែបន្តប្រើដែរហើយខ្ញុំនៅចាំបានថាមានឯកសារមួយនោះបានបញ្ជាក់ថានៅពេលដែលព្រះបាទពញ្ញាយ៉ាតចាក់ចេញពីទីក្រុងអង្គរមកនៅឆ្នាំ1431នៅពេលដែលព្រះអង្គយាងមករាជធានីទូរស័ព្ទព្រះអង្គប្រងបង្កើតរាជធានីទូរស័ព្ទហ្នឹងក៏ព្រះអង្គនៅប្រើពាក្យថានគរយសោថវរៈនឹងដែរឬក៏នគរយសោធរនគរយសោធរគឺព្រះអង្គនៅប្រើពាក្យនឹងនៅឡើយទេអញ្ចឹងទេសូមបងប្អូនទាំងអស់ឬក៏អ្នកទស្សនាទាំងអស់នឹងមេត្តាពិចារណាតាមការគួរហើយមុននឹងបញ្ចប់វីដេអូនេះខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សាស្ត្រាចារ្យបណ្ឌិតវង្សសុធារាដែលលោកបានផ្ដល់នៅអត្ថន័យយ៉ាងជ្រាលជ្រៅឬផ្ដល់នៅអត្ថន័យយ៉ាងច្បាស់លាស់ចំពោះពាក្យថាស្រីយសោធរឬក៏ស្រីយសោធរឬក៏ស្រីយសោថវរៈហ្នឹងមកដល់ខ្ញុំហើយក្នុងពេលនេះដែរខ្ញុំក៏សូមឧទ្ទិសដល់វិញ្ញាណក្ខន្ធរបស់បណ្ឌិតឡុងសៀមក៏ដូចជាលោកស្រីបណ្ឌិតពៅសៅព្រោះដែលលោកទាំងពីរគឺជាអ្នកជំនាញខាងភាសាវិទ្យានិងសិលាចារឹកខ្មែរបច្ចុប្បន្ននេះលោកទាំងពីរបានធ្វើមរណការទៅហើយមុននឹងបញ្ចប់វីដេអូនេះខ្ញុំបាទក៏សូមខន្តីអភ័យទោសរកមកឆ្កឹះកងរបស់ខ្ញុំទាំងអស់ព្រោះអ្វីវានៅក្នុងការស្រាវជ្រាវរបស់ខ្ញុំទេប៉ុន្តែបើសិនជាអស់លោកអ្នកដែលជាអ្នកចេះតែដឹងបានយល់ជ្រៅជ្រះយ៉ាងនេះឬក៏មានឯកសារផ្សេងដែលបញ្ជាក់ថាស្រុកស្រីសន្ធរនេះមកវិភាគអ្វីផ្សេងសូមមេត្តាជួយបញ្យល់ខ្ញុំបន្ថែមរួមនឹងផុសតាងឬក៏ឯកសារយោងមកជួយបង្ហាញខ្ញុំផងបាទសូមអរគុណសូមជម្រាបលា